ចំណុច3សំខាន់សម្រាប់អ្នករៀនថតរូបដំបូងមិនថាបងប្អូនរៀនថតរូបដោយប្រើកាមេរ៉ាឬក៏រៀនថតរូបដោយប្រើទូរស័ព្ទទេចំណុចសំខាន់ទី1បងប្អូនត្រូវចេះកំណត់មេថាស្គាល់ច្បាស់ពីមុខងារក្នុងការប្រើប្រាស់ការថតរូបដោយប្រើកាមេរ៉ាឧទាហរណ៍បងប្អូនរៀនថតដោយប្រើកាមេរ៉ាចឹងបងប្អូនស្គាល់ស្អីទៅ aperture ស្អីទៅ shutter speed ស្អីទៅ ISO ដើម្បីថតរូបយកព្រាល background បងប្អូនត្រូវកំណត់យ៉ាងម៉េចថតរូបឲ្យច្បាស់បងប្អូនត្រូវកំណត់យ៉ាងម៉េចថតរូបកុំឲ្យ blur បងប្អូនត្រូវកំណត់យ៉ាងម៉េចអាហ្នឹងគឺជាការស្គាល់អំពីមុខងារលើកាមេរ៉ាក្នុងការថតរូបអញ្ចឹងលើទូរស័ព្ទដូចគ្នាបងប្អូនដែលប្រើ app មួយចំនួនដែលអាច install លើទូរស័ព្ទនេះគឺទូរស័ព្ទវាអាចមានមុខងារកំណត់ដោយកាមេរ៉ាបានប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញគឺខ្ញុំអត់កំណត់លើមុខងារដែលវាប្រើដោយកាមេរ៉ាទេគឺខ្ញុំប្រើ app Sin នៅលើទូរស័ព្ទនេះតែម្ដងអ្វីដែលខ្ញុំបន្ថែមទៅលើ grip គឺបន្ទាត់ line នេះដើម្បីងាយស្រួលក្នុងការចាប់ប្លង់បើបងប្អូនថតអត់យករូបទៅកែដូចខ្ញុំទេបងប្អូនមិនបាច់តម្លើងraw file ហ្នឹងទេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំតម្លើង raw file ដោយសារខ្ញុំថតហើយខ្ញុំយករូបភាពហ្នឹងទៅកែអូខេអានេះជាចំណុចទី1អញ្ចឹងបងប្អូនត្រូវស្គាល់មិនថាចេះប្រើកំណត់មុខងារទៅលើមិនថាកាមេរ៉ាឬក៏មិនថាទូរស័ព្ទទេបងប្អូនចេះថតចេះប្រើបងប្អូនចង់បានរូប background ព្រាលបងប្អូនអាចកំណត់យកព្រាលបានបងប្អូនយកច្បាស់បងប្អូនកំណត់យកច្បាស់បាននៅលើទូរស័ព្ទ iPhone នេះស្រួលទេគឺបងប្អូនគ្រាន់តែយកពាក្យ portrait មកបងប្អូននឹងអាចបានរូបភាព portrait ហើយកំណត់មុខងារមួយចំនួនដែលបងប្អូនចេះអូខេចំណុចសំខាន់ទី1ចំណុចទី2ទៅលើប្លង់មិនថាបងប្អូនថតនឹងកាមេរ៉ាឬក៏ថតទូរស័ព្ទទេបងប្អូនត្រូវចេះចាប់ប្លង់តើប្លង់ត្រូវថតយ៉ាងម៉េចឧទាហរណ៍បងប្អូនមកលេងកោនេះអញ្ចឹងវាធំអញ្ចឹងតើបងប្អូនគិតថាត្រូវថតនៅកន្លែងណាដែលសមត្ថភាពទូរស័ព្ទរបស់យើងអាចថតទៅមើលឃើញច្បាស់ហើយស្អាតបងប្អូនត្រូវស្វែងយល់ចំណុចត្រឹមហ្នឹងហើយចំណុចទី3គឺទៅលើពន្លឺឧទាហរណ៍បងប្អូនមកលេងអង្គរវត្តហើយចង់បានពេលថតរូបចង់បានរូបអង្គរវត្តច្បាស់ទាំងយើងសាប់ជីកឈោហើយនឹងអង្គរវត្តគឺច្បាស់អញ្ចឹងបងប្អូនច្បាស់ទៅត្រូវមកលេងអង្គរវត្តនៅពេលថ្ងៃរសៀលអញ្ចឹងពេលថ្ងៃរសៀលពេលណាដែលថ្ងៃវាជ្រេទៅបងប្អូនពេលថតរូបបែរទៅអង្គរពេលនេះគឺបងប្អូនឃើញរូបភាពវាច្បាស់ហើយមានន័យថាបងប្អូនចង់បាន background អង្គរវត្តច្បាស់អញ្ចឹងបងប្អូនត្រូវតែមកថតនៅពេលថ្ងៃរសៀលអញ្ចឹងចាប់ពីម៉ោង3ម៉ោង4ទៅអង្គរវត្តច្បាស់ហើយអញ្ចឹងបើបងប្អូនមកលេងពេលព្រឹកពិតណាបងប្អូនអាចថតអង្គរវត្តបានច្បាស់ទេព្រោះថ្ងៃវាចាំងមកចំកាមេរ៉ាគឺអត់ច្បាស់ទេអញ្ចឹងបងប្អូនយល់ចំណុច3នេះអញ្ចឹងបងប្អូនអាចមានមូលដ្ឋានគ្រឹះ3នេះគឺបងប្អូនអាចថតរូបបានស្អាតហើយទី1គឺបងប្អូនចេះប្រើមុខងារថតរូបទៅលើកាមេរ៉ាហើយនឹងទូរស័ព្ទទី2បងប្អូនស្គាល់អំពីប្លង់តើបងប្អូនគួរចាប់ប្លង់ឲ្យអ្នកដែលយើងចង់ថតឲ្យនោះគាត់អង្គុយកន្លែងណាគាត់ឈរកន្លែងណាហើយទី3គឺពន្លឺព្រះអាទិត្យហ្នឹងគឺពន្លឺថាបងប្អូនថតទៅឃើញរូបច្បាស់កុំឲ្យវាល្ងឹតវាកង់ថ្ងៃបាទនេះជាចំណុចសំខាន់ទាំង3នេះបងប្អូនអាចយកទៅអនុវត្តនឹងជួយឲ្យបងប្អូនក្នុងការថតរូបចេះតែប្រសើរទៅនេះជាចំណុចសំខាន់ឥឡូវវីដេអូថ្ងៃនេះខ្ញុំនឹងទៅថតដោយប្រើទូរស័ព្ទបង្ហាញបងប្អូនទៀតថាម៉ោងដែលខ្ញុំមកនេះគឺម៉ោងល្ងាចអញ្ចឹងចាំមើលតាការថតរូបបានស្អាតប៉ុណ្ណានៅពេលណាដែលខ្ញុំស្គាល់អំពីការចាប់ប្លង់ស្គាល់ពីមុខងារនៅលើទូរស័ព្ទហើយស្គាល់ពីពន្លឺទាំង3នេះគឺអាចជួយឲ្យរូបភាពបងប្អូនថតមកបានច្បាស់ហើយស្អាតល្អហើយអូខេតោះយើងទៅមើលទាំងអស់គ្នា